ចាជំរាបសួរបងប្អូនថ្ងៃនេះគឺមកមុខស៊ីនហ្មងដោយសារដូចជាខឹងជាមួយនឹងរឿងបញ្ហាបញ្ហាគេយកមកខឹងដែរអឺជាការចែករំលែកជូនបងប្អូនណាកុំឲ្យយល់ច្រឡំបែបហ្នឹងតទៅទៀតចាព្រោះឆ្លងកាត់បទពិសោធន៍10ឆ្នាំហើយតាក់ទងជាមួយនឹងរោគស្ត្រីបងប្អូនជាពិសេសគឺបងប្អូនបរោះណាចាកុំយល់ច្រឡំគ្រប់គ្នាកុំយល់ច្រឡំថាពេលដែលប្រពន្ធមានរោគស្ត្រីគឺប្រពន្ធមានអ្នកថ្មីឈប់គិតបែបនេះបងប្អូនធៀបពិតដែរដែលខ្ញុំធ្វើការក្មេង6ឆ្នាំក៏មានរោគស្ត្រីអ្នកនៅលីវក៏មានរោគស្ត្រីអ្នកមេម៉ាយក៏មានរោគស្ត្រីដែរបងប្អូនអញ្ចឹងឈប់គិតណាឈប់គិតសូមគិតពិចារណាឡើងវិញព្រោះដោយសារមានបងស្រីម្នាក់នោះគាត់បានបែកបាក់គ្រួសារដោយសារតែប្តីគាត់យល់ថាគាត់ហ្នឹងមានអ្នកនេះនោះហើយបានកើតរោគស្ត្រីអត់ចង់គេងជាមួយគាត់គេងទៅឈឺស្រាប់អីមានរោគស្ត្រីគាត់អត់ទាន់បានគេងអីផងស្រាប់មានរោគស្ត្រីគាត់យូរមកផ្ទះម្ដងសោះហ្នឹងណាចាអញ្ចឹងមេរោគអស់ទាំងហ្នឹងនៅជុំវិញខ្លួនយើងហ្នឹងបងប្អូនយើងធ្វើប្រហែលគឺមានហើយអញ្ចឹងសូមកុំយល់ច្រឡំតទៅទៀតចែករំលែកជូនបងបងបរោះឲ្យគាត់ដឹងផងណាជាសារមួយក្នុងការធ្វើបុណ្យតែវាជាធាតុពិតណាបងប្អូនមិនមែនថាស្រីគាំតស្ត្រីទេគឺវារឿងពិតអរគុណ